សួស្តីអ្នកនរគ្នាខ្ញុំបាទសុសមិហើយក៏ដូចជាសូមគោរពអញ្ជើញមកកាន់ពិធីបុណ្យសម្រាយរឿងម្ដងទៀតហើយអ្នកនរគ្នាបាទហើយថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមួយមកសម្រាយអ្នកនរគ្នាស្ដាប់ដែលរឿងនេះគឺមានឈ្មោះថា Vermeil in Gold រឿងនេះគឺបំមកអ្នកនរគ្នាតានេះហ្មងហើយនិយាយពីឈុតកន្លែងកំ pl ែងវិញក៏ច្រើនដែរអ្នកនរគ្នាយើងរឿងហ្នឹងបើមើលរឿងពេញនឹងសើចមើលអ្នកនរគ្នាឥឡូវនេះក៏មកខាត់ពេលវេលាសូមអ្នកនរគ្នាចូលទៅកាន់សាច់រឿងយើងអ្នកនរគ្នាប៉ុន្តែមុននឹងអ្នកនរគ្នាចូលទៅមើលសាច់រឿងសូមកុំភ្លេចចុច like subscribe ក៏ដូចជា comment ឲ្យខ្ញុំម្នាក់មួយផងហើយបើសិនជាចង់លើកទឹកចិត្តខ្ញុំអីវិញចង់ប៉ាវបាយសូមខ្ញុំអីវិញអាចប៉ាវតាមបានរយៈ QR code មួយនេះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាផ្ដាប់ផ្សាយឲ្យមិននៅក្នុងសារ៉េវេទមុតមើលដែលមានឈ្មោះថា Odigia គឺមានសាច្រើនមែនតើហ៊ាននៅក្នុងនឹងទាំងធំទាំងតូចអីហ្នឹងមានទាំងអស់ហើយប្រូសក់ម្នាក់នេះគឺជាតួ iPod របស់យើងដែលមានឈ្មោះថាអាន់តូគ្រាន់តែលឺសូរឈ្មោះអាន់តូខ្ញុំចង់សើចបាត់ហើយគ្នាជំរាបសួរបាត់ខ្ញុំឈ្មោះអាន់តូគ្នាយើងណាមានមិត្តភក្តិឈ្មោះអាន់តូអើយជឿមកឈ្មោះអាន់តូឯណាដែលអាន់តូរបស់យើងគឺជាសិស្សឆ្នាំទី1ចានិយាយទៅគេរៀបបកែហ្មងប៉ុន្តែគឺគេអន់ត្រង់ថាគេនឹងគឺអត់ចេះវិជាក្នុងការហៅសត្វអញ្ជើញរបស់គេយកមកប្រើប្រាស់អាចនិយាយបានថាអ្នកខ្លះគេអាចហៅសត្វគោសត្វនាគសត្វដំរីអីយកមកប្រើប្រាស់ខ្លួនឯងអញ្ចឹងណាលោកគ្រូក៏បាននិយាយថាមុខវិជ្ជាគឺអត់មានអីបាក់ទេគឺស្រួលៗចឹងម្ដងសូម្បីតែអ្នកកាគីគីនៅក្នុងសាលាក៏អាចហៅបានដែរមើលអាមួយនោះវាអាចហៅសត្វកញ្ចែងបានអាសត្វហ្នឹងគឺវាបោចងនៅពីលើនឹងទេខ្ជូតខ្លាំងតែអ្នកគ្នាសត្វខ្ចាដាក់បុតខ្ជូតអានតូបានគាត់ថាធ្វើម៉េចទៅគេអាចហៅសត្វអញ្ជើញមកបានផងហ្នឹងគេប្រកាសជារៀនឆ្នាំទី1មួយឆ្នាំទៀតគេបច្ចេកខ្លាំងណាអានតូបច្ចេកខ្លាំងមែនតើនៅពេលហ្នឹងដែរក៏មានក្មេងស្រីម្នាក់សក់ពណ៌ជ្រីចម្ពោះរមករកអានតូយកម្ដងអូនបច្ចេកខ្ជូតខ្លាំងមែនតើអូនមានឈ្មោះថាលីលាចាន់អូនគឺជាមិត្តភក្តិរបស់អានតូចឹងអាចនិយាយបានថាមិត្តភក្តិតាមបន្ទូតូចមកម្លេះហើយគេបារម្ភជាមួយអានតូរៀនឆ្នាំទី1ហ្នឹងមួយឆ្នាំទៀតអានតូក៏បាននិយាយថាអូធ្វើម៉េចទៅខ្ញុំមិនអាចហៅសត្វអញ្ជើញមកបានផងហ្នឹងខ្ញុំប្រកាសជារៀនឆ្នាំទី1មួយឆ្នាំទៀតអូរកោទេត្រូវទៅរកវិធីហៅសត្វអញ្ជើញមកបានយកហ្មងគេក៏បានដើរទៅកន្លែងតុងស្ពើដើម្បីរកមើលថាតើមានវិធីសាស្ត្រផ្សេងដើម្បីហៅសត្វអញ្ជើញនឹងយកមកអញ្ចឹងណាដាក៏សោតតែមានសភៅមួយធ្លាក់មកចំក្បាលគេពុកយកតែម្ដងហើយសភៅហ្នឹងអត់មានគេទេមកទេស្លឹងអាចឆឹងយកតែម្ដងគេមានអារម្មណ៍ថាหินភ័យណាតែដល់ពេលគេបោះសភៅហ្នឹងមើលទៅឃើញថាសភៅតាក់តងមួយអាការហៅសត្វអញ្ជើញមកអញ្ចឹងណាគេក៏បានយកអក្សរហ្នឹងគូតាសញ្ញារូបសភៅអញ្ចឹងណាហើយគូចុកគូឡើងហើយក៏សោតតែមានពលឺភ្លឺមួយចេញមកយកតែម្ដងពេលហ្នឹងអាតូក៏បានខំជិះមកគេតម្លាក់ចូលហើយក៏បាននិយាយថាបើសិនជាមានសត្វអញ្ជើញមែនឆាប់ឆ្លើយតបជាមួយមកជិះមកគេហ្នឹងមកស្ទើរតែពេលហ្នឹងមានអាផ្សាយនោះមកពីណាប៉ុន្តែនៅមកវ៉ាអាតូពេលហ្នឹងនៅម្នាក់ឯងគេរៀងបាក់សក់ដែរហ្នឹងពេលហ្នឹងស្រាប់តែពេលហ្នឹងមានណាចេញមកវឹបពឹងវ៉ាវប៉ុណ្ណាណៃម៉ែសេរីអាចេមកហើយមានពាក់ក្អើទៀតចេញមកអូអត់ទេមិនចង់មើលទេអាតូឃើញហើយគេក៏មានអារម្មណ៍ថាវ៉ាវខ្ញុំហៅសត្វអញ្ជើញតើមានហៅស្អីអញ្ចឹងមកណាហាចែគេឃើញអញ្ចឹងហើយគេពិតជាសប្បាយចិត្តខ្លាំងមែនតើពេលដែលឃើញថាអ្នកដែលហៅគេមកគឺជាក្មេងតូចមុខស្អាតហើយសក់ពណ៌សអញ្ចឹងណាអូយឡើងគួរឲ្យស្រឡាញ់ហ្មងនេះហើយហៅអាចេមកមានការអីទៅហ្នឹងហាអានតូរបស់យើងគេនិយាយអញ្ចឹងទេព្រោះថាចំណៃអញអើយគេពិតជាអៀនខ្លាំងមែនតើហើយចំណែកតាកាមេរ៉ាមែនក៏អៀនដែរអូឈុតអីគេនឹង admin ខ្ញុំកំពុងតែឈរចាំថតអូធំនិយាយលេងអ្នកគ្នាចំណែកអ្នកមើលក៏កំពុងចាំមើលដែរអាចែក៏បានសួរថាហៅចែមកហ្នឹងមានការអីដែរអាចែធ្វើបានគ្រប់យ៉ាងយកតែម្ដងគ្រប់យ៉ាងមែនហើយពូកាមេរ៉ាមែនក៏បាននិយាយថាអូគ្រប់យ៉ាងមែនអីបើគ្រប់យ៉ាងរៀបចំភ្លើងឲ្យស្អាតមកថតឲ្យច្បាស់យកទៅម្ដងខ្ញុំហៅអាចែមកដើម្បីធ្វើជាសត្វអញ្ជើញហើយអាចែយកព្រមអត់អូយអត់បញ្ហាទេអាចែមកនេះគឺត្រៀមខ្លួនរួចរាល់យកតែម្ដងពេលដែលអាចែនិយាយអញ្ចឹងហើយក៏មានសញ្ញាមួយនៅលើដើមទ្រូងរបស់អាចែបានចេញមកហើយក៏មានសញ្ញាមួយដែរចេញទៅលើដៃរបស់តួឯកប្រុសរបស់យើងអញ្ចឹងអាចារ្យឥឡូវនេះគឺខ្លាចជាសត្វអញ្ជើញរបស់អាន់តូហើយអាចារ្យក៏បាននិយាយថាបើអាន់តូចង់ឲ្យអាចារ្យធ្វើសត្វអញ្ជើញអញ្ចឹងត្រូវតែសូមកន្លះធាតុខ្លះហើយអាចារ្យក៏បានសូមកន្លះធាតុវឺទៅសូឌូអូយរឿងនេះល្អមើលខ្លាំងណាស់គ្នាល្អមើលខ្លាំងមែនតើញោមមកជាតិមើលបានម្ដងរឿងនេះលេងចាប់បឺតមាត់អានតូយើងចាប់បឺតយកហ្មងអានតូមានអារម្មណ៍ថាពិតជាអៀនខ្លាំងមែនតើហើយអាចារ្យក៏បាននិយាយថាអៀនអីទេមានវិធីផ្សេងអីទៀតដើម្បីផ្ទេរកម្លាំងធាតុបានតើហើយដែរអាចារ្យក៏បានចាប់ដើមទៅយកទៅហ្មងនេះនៅត្រង់កន្លែងនេះអូអាចារ្យដល់អាចារ្យឈុតសាហាវមកអ្នកគ្នាមកចង្វិតមើលបានម្ដងរឿងនេះអើយសាំហ្មងបន្ទាប់មកអានតូក៏បានរកសម្លៀកពាក់ឲ្យអាចេពាក់អញ្ចឹងណាហើយពេលយើងក៏បានដឹងដែរថាអាចេមានឈ្មោះថា Vermeil ហើយពុកពងអាចេគឺជាពុកពងបិសាចអញ្ចឹងណាត្បិតតែដំបងអានតូបានព្យាយាមហៅសត្វអញ្ជើញអញ្ចឹងណាប៉ុន្តែអានតូបានបើកសភៅហ្នឹងក៏បានហៅអាចេចេញមកហើយអាចេក៏ជាសត្វអញ្ជើញដែរមានស្នាខ្ជូក៏ឲ្យស្រឡាញ់ប៉ុន្តែនិយាយបានថាក្នុងចក្រវាឡមួយនោះគឺគេខ្លាចបិសាចខ្លាំងតែព្រោះថាបិសាចមានកម្លាំងធាតុខ្លាំងអញ្ចឹងណា
ពួកគេមិនរាប់អានជាមួយនឹងបិសាចទេអានតូក៏បាននិយាយថាគេមានសមត្ថភាពអាចហៅបិសាចមកបានទៀតគេពិតជាឆ្ងល់ខ្លួនឯងខ្លាំងមែនតើអាចារ្យក៏បាននិយាយថាក្នុងខ្លួនអានតូក៏មានកលបាត់ពិសេសមួយអាចនិយាយបានថាសិនអញ្ចឹងមុំគឺគេឲ្យមកទេព្រោះតែអានតូមានកលធាខ្លាំងអញ្ចឹងណាមានតែអាចារ្យទេគឺជាបិសាចទៅអាចចេញមកបានហើយណាមួយអានតូបានបើកសភៅហ្នឹងហ៎អាចារ្យត្រូវបានគេគុំខ្លួននៅក្នុងសភៅមួយហ្នឹងហើយត្រូវអានតូដោះចេញមកយេស៊ូស្រាប់តែអានតូគឺជាអ្នកមានគុណរបស់អាចារ្យអញ្ចឹងណាអានោះភ្ញាក់ផ្អើលទេដូចវាមិនគិតថាអាចារ្យត្រូវបានគេគុំខ្លួនក្នុងសភៅហ្នឹងអញ្ចឹងអាចារ្យប្រហែលជាបិសាចមួយដែលខ្លាំងច្រើនហើយអាចារ្យក៏បានឆ្លើយថាត្រូវហើយឈ្មោះថាអាចារ្យត្រូវតែកាត់ទៀតហើយចំណុចថ្ងៃស្អែកមកអានតូក៏បានមកសាលារៀនជាមួយនឹងអាចារ្យបើមៀលហ្នឹងហើយគេក៏បានប្រាប់ទៅកាន់លោកគ្រូថាលោកគ្រូខ្ញុំអាចហៅសัตว์អញ្ជើញមកបាននេះសัตว์អញ្ជើញខ្ញុំអែមកលោកគ្រូលោកគ្រូក៏បាននិយាយថាសត្វជើងរបស់ឯងមិនក៏សាហាវមើលវាមិនដូចសត្វជើងទៅទេវាគឺជាមនុស្សហើយទៅកន្លែងវិញស្រែងជូនគេមកហីបើជាមកសេរីអាចារ្យបំអញ្ចឹងលោកគ្រូនឹងគាត់ឆ្ងល់ណាគេក៏បានឆ្លើយថាអត់ទេនេះគឺជាសត្វអញ្ជើញរបស់ខ្ញុំជឿលោកគ្រូឯងមើលនេះមានសញ្ញានៅលើដៃរបស់ខ្ញុំជាមួយនឹងសញ្ញានៅលើដើមធូបរបស់គាត់ទៀតជឿលោកគ្រូឯងមើលនោះលោកគ្រូក៏បានបើកវ៉ែនតាមើលធំហើយក៏បាននិយាយថាមែនតាមើលលបប៉ុណ្ណានេះគាត់និយាយថាសញ្ញានឹងវាធំមិនមែននិយាយពីគិតដល់ណាមិនស្មែនិយាយលេអ្នកគ្នាដល់ពេលលោកគ្រូឃើញសញ្ញានឹងហើយគេក៏បាននិយាយថាអត់អីទេសัญជើញអាចឆ្លងឆ្នាំទី2បានហើយពេលដែលអានតូលឺអញ្ចឹងគេពិតជាសប្បាយចិត្តខ្លាំងមែនតើទឹកភ្នែកលហេមលហាមគេមិននឹកស្មានថាគេអាចហៅសัญជើញមកបានអញ្ចឹងគេពិតជាសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលម៉ោងរៀនឃើញថាមិត្តភក្តិគេម្នាក់អត់សូវសប្បាយចិត្តទេអូនពណ៌ស៊ីសម្ពូអ្នកគ្នាព្រោះថាអូនលីលីអូនដឹងច្បាស់ថាមិនមែនសัญជើញទេប្រកាសជាស្រីអីមកពីម្ដុំវិញស្រីអីហ្នឹងហ្មងស្រីគេដឹងគ្នាគេណាអ្នកគ្នាតែនៅពេលដែលថ្ងៃអញ្ចឹងនៅពេលដែលប្រជុំមនុស្សច្រើនអញ្ចឹងអាចារ្យមើលមានអបចេញស្លាយជាមួយនឹងកតុយទេអាចារ្យចេះវិជាលាក់ឡើងស្អាតណាស់ម្ដងនៅពេលកំពុងរៀនអាចារ្យមើលមានអត់ចេញឆ្ងាយពីអានតូអីទេគឺនៅខ្វិតជាប់ម្ដងម៉ាធ្វើឲ្យលីលីគឺហត់ដល់សប្បាយចិត្តទៀតហើយលោកគ្រូគាត់ក៏បានឃើញដែរគាត់បាននិយាយថាកញ្ញាវើមៀលកញ្ញាចេញទៅក្រៅសិនបាននេះគឺជាម៉ោងរៀនណាអាចារ្យក៏បាននិយាយថាមិនដឹងតែខ្ញុំអញ្ចឹងខ្ញុំគឺជាសัญជើញហើយចំណែកអ្នកផ្សេងទៀតក៏អាចទុកសัญជើញនៅជាប់ខ្លួនបានដែរវាអត់សមវាអស្មារភាពគ្នាខ្ញុំគឺជាសัญជើញពេលហ្នឹងលោកគ្រូគាត់ដឹងតបថាម៉េចព្រោះគាត់ទទួលស្គាល់ថាអាចារ្យវើមៀលគឺជាសัญជើញអញ្ចឹងណាព្រោះពីអ្នកហ្នឹងគឺនៅជាប់ស្អិតគ្នាយ៉ាងតម្រងអានតូជាមួយនឹងអាចារ្យសัญជើញម៉ែអើយឡើងខ្វិតហ្មងហើយបើសិនជាខ្ញុំវិញខ្ញុំខំពឹងរៀនតងាប់នេះបានប៉ុណ្ណឹងអីវិញហើយអូនលីលីវិញអូនអត់ពេចចិត្តខ្លាំងហ្មងអូនត្រូវតែធ្វើរឿងអីមួយហើយពេលដល់មកចេញលេវិញឃើញថាអាចារ្យវាមានអត់ទៅណាទេណាគ្នានៅខ្វិតជាប់នៅនឹងយកមកហើយមើលដល់ហើយអ្នកគ្នាគិតមើលហើយបើសិនជាអ្នកគ្នាដើរមានអាចារ្យវាមានតាមអោបពីក្រោយចឹងមានអារម្មណ៍ថាម៉េចបើខ្ញុំវិញចាប់បាត់ហើយពេលហ្នឹងអូនលីលីអូនក៏បាននិយាយថាឈប់សិនមិនដើរអោបគ្នាស្អត់ចឹងអានតូវិញដឹងថាលីលីគឺជាមិត្តភក្តិសម្លាញ់រាប់អានគ្នាតាំងពីក្មេងប៉ុន្តែក៏អាចប្រាប់ការពិតថាអាចារ្យវិញមានគឺជាបិសាចដែរគេបានធ្វើនិយាយថានេះគឺជាសារអញ្ជើញរបស់ខ្ញុំបានអញ្ជើញមកដល់ផ្ទាល់ដល់យូរលីលីក៏បាននិយាយថាអត់សុកចិត្តទេនាងក៏បានដោះក្បាច់កុហករបស់នាងហើយគប់ការអានតូបាត់បងតបប្រកួតគ្នាមួយស្មានយកម្ដងនៅក្នុងសាលារៀននឹងមួយច្បាប់មួយបើសិនជាណាគេមួយអាចពេញចិត្តជាមួយនឹងណាគេមួយដែលធ្វើរឿងអីចឹងពួកគេអាចប្រកួតគ្នាបានអីចឹងណាចំណែកអ្នកចាញ់ត្រូវស្ដាប់តាមអ្នកឈ្នះអានតូពេលនៅបានជំទាស់គឺក៏បាននិយាយថាអូខេអត់ចង់ប្រកួតគ្នាក៏បានដែរហើយអ្នកទាំងពីរនេះក៏បានដល់ទីលានប្រកួតយ៉ាងតែម្ដងនៅក្នុងសាលារៀនគេឡាយយ៉ាងហ្មងឲ្យសិស្សគ្រប់គ្នាបានមើលចឹងណាហើយលីលីអូនអត់បធូរដែរអត់ទេគេអត់ចង់ឲ្យពីអ្នកហ្នឹងនៅក្បែរគ្នាអោបខ្វាត់គ្នាចឹងទេបើសិនជាគេឈ្នះគេគ្រាន់តែឲ្យអានតូនៅឆ្ងាយពីអាចារ្យវើមានតែម្ដងហើយនេះក៏បានបញ្ចេញជាមួយនឹងធម្មពលមួយមកគឺជាកម្លាំងខ្យល់ដ៏ខ្លាំងមែនទែនអ្នកទាំងគ្នាអានតូឃើញហើយបើកភ្នែកធំមើលម្ដងអ្នកគ្នាកម្លាំងខ្លាំងណាស់អ្នកគ្នាឲ្យឈ្មោះថា Surface គឺជាវិតាមីននោះខ្លាំងយកតែម្ដងអូនក៏បានចាប់ការទៅកាន់អាតូយីតែម្ដងដាក់ប៉ាំងវ៉ាវមើលតើគ្មានអ្នកគេអាចទប់ទល់ជាមួយកម្លាំងហ្នឹងឯងតែអាចារ្យវើវាវិញបានឆោតទប់កម្លាំងវិតាមីនយ៉ាងធម្មតាយ៉ាងតែម្ដងនិយាយទៅធម្មតាមានមិនតិចទេធ្វើអានតូបើយើងមានអារម្មណ៍ថាអាចារ្យវើមានសាហាវមែនអាចទប់ទល់ជាមួយកម្លាំងហ្នឹងបានទៀតនៅពេលហ្នឹងដែរអាចារ្យវើមានក៏បានសោះហើយក៏បាននិយាយថាដល់វេខ្ញុំវិញម្ដងហើយក៏បានប្រើដៃរបស់គាត់ពីរហ្នឹងយកទៅចាប់ការជាមួយនឹងលីលីយ៉ាងម្ដងប៉ះចុះប៉ះឡើងប៉ះគ្រប់កន្លែងរបស់លីលីយ៉ាងម្ដងធ្វើឲ្យលីលីណាដួលថ្មោងយ៉ាងម្ដងអូនមានអារម្មណ៍ថាអសើបអាចារ្យបកកែប្រើដៃខ្លាំងមែនតើឡើងធ្វើឲ្យលីលីអូនមកកំហំប៉ាំងហ្មងអូនមានអារម្មណ៍ខុសពីធម្មតាហើយលីលីក៏បានចាញ់នៅពេលនឹងដែរហាអាតូមានបានធ្វើយ៉ាងបៀកណាក៏បាននិយាយថាឥឡូវនេះខ្ញុំឈ្នះណាខ្ញុំចង់បញ្ជាក់ឲ្យលីលៀងចាប់ពីថ្ងៃហ្នឹងទៅរាប់អានអាចារ្យវើមៀងធ្វើជាមិត្តភក្តិធម្មតាអីធម្មតាដូចតែខ្ញុំទៅព្រោះថាអាចារ្យវើមៀងគឺជាសត្វចិញ្ចឹមរបស់ខ្ញុំគាត់ជាសត្វចិញ្ចឹមតាបន្ទាប់ពីហេតុការណ៍ហ្នឹងមកអានតូក៏បានមកដល់កន្លែងសម្រាប់នៅពេលយប់ហើយពេលយប់អញ្ចឹងគ្នាយើងមានគិតអីអត់អាចារ្យវើមានរបស់យើងគាត់បានផ្លាស់ប្ដូររាងកាយមកកាន់ធម្មតាវិញហើយមានស្នែងមានកតុយមានអីចឹងទៅហើយគាត់ក៏បាននិយាយថាថ្ងៃនេះខ្ញុំធ្វើការបានល្អត្រូវអត់បែនអត់លឿនមកឲ្យចាយតាន់តិចវើតាន់តិចអានតូរបស់យើងក៏បានឆ្លើយថាធ្វើអីគេក៏បានឆ្លើយថារង្វាន់សម្រាប់ការធ្វើការល្អ
បន្ទាប់មកចែវើមានក៏បានអោបអានតោក្រឹបម៉ែអើយឡប់ប្រពន្ធក្បាលនោះម៉ែឡើងធំជាងក្បាលនោះមកអូយបើបានប៉ុណ្ណឹងអីវើលយហើយអូខេគ្នាយើងមើលតែប៉ុណ្្នឹងបានហើយយ៉ាត់ក្តៅខ្លួនអញ្ចឹងភាគនេះអេដមីនសូមបញ្ចប់ត្រឹមហ្នឹងណាចាំជួបគ្នានៅភាគក្រោយទៀតអញ្ចឹងសូមឲ្យអ្នកនរគ្នារកស៊ីមានបានសុខសប្បាយទាំងអស់គ្នាសូមអានមោទនាអូខេបាយបាយ